ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសុផលបរមអ្នកមកពីក្រុម SV3 នឹងធ្វើ exercise មួយដែលធ្វើពី Ubuntu Schedule ដែលយើងអាចរៀបក្នុងចត time អញ្ចឹងទី1យើងអានថា run ជារៀងរាល់7នាទីទី2គឺជារៀងរាល់2ម៉ោង run នៅនាទីទី15ទី3ជារៀងរាល់3ម៉ោង run នៅនាទីទី30ដែលទី4ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង8ព្រឹកដល់ម៉ោង10យប់ run នៅជារៀងរាល់15នាទីដែលទី5ថ្ងៃច័ន្ទដល់ថ្ងៃសុក្រពីម៉ោង9ព្រឹកដល់ម៉ោង5ល្ងាច run ជារៀងរាល់2ម៉ោងនៅនាទីទី0ហើយទី6ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រម៉ោង9ព្រឹកម៉ោង1ថ្ងៃនិងម៉ោង5ល្ងាច run នៅនាទីទី15ហើយទី7ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ run ជារៀងរាល់4ម៉ោងចាប់ពីម៉ោង1ហើយទី8ថ្ងៃច័ន្ទថ្ងៃពុធថ្ងៃសុក្រគឺ run ចាប់run នៅម៉ោង2:30នាទីហើយទី9ម៉ោងថ្ងៃទី9run នៅម៉ោង10ជារៀងរាល់ថ្ងៃសុក្រទី10ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រម៉ោង9ព្រឹកដល់ម៉ោង6ល្ងាច run ជារៀងរាល់10នាទីហើយទី11ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ម៉ោង8ព្រឹកម៉ោង12ថ្ងៃហើយម៉ោង4ល្ងាចនិងម៉ោង10ម៉ោង3យប់ទី12run នៅម៉ោង3:30នាទីនៅថ្ងៃទី1រហូតដល់ថ្ងៃទី15ទី13ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រពីម៉ោង9ព្រឹកដល់ម៉ោង5ល្ងាច run ជារៀងរាល់5នាទីអញ្ចឹងកិច្ចការរបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណលោកគ្រូ